សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនាថ្ងៃនេះដែលយើងនឹងជជែកគ្នាអំពីអថាកំបាំងនិងភាពស្រស់ស្អាតនៃប្រវត្តិសាស្ត្រខ្មែរសូមស្រមៃកថាអ្នកកំពុងតែស្ថិតនឹងចំកណ្ដាលនៃផ្ទៃទឹកដ៏ធំល្វឹងល្វើយមួយដែលមានខ្យល់បក់មកត្រជាក់រំភើយប៉ះនឹងស្បែករបស់អ្នកខណៈពេលដែលសំឡេងទឹកកម្រិតតិចតិចបង្កើតជាតន្ត្រីធម្មជាតិដ៏ពិរោះថ្ងៃនេះយើងនឹងធ្វើដំណើរផ្លូវចិត្តទៅកាន់ទឹកដីនៃអាណាចក្រអង្គរដើម្បីស្វែងយល់នឹងទីប្រាសាទដ៏អស្ចារ្យមួយដែលធ្វើបានគេប្រសិទ្ធនាមថាប្រាសាទនាគពួនតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាបុព្វបុរសខ្មែរយើងសាងសង់ប្រាសាទមួយនៅចំកណ្ដាលបារាយណ៍បែបនេះហើយតើវាមានអត្ថន័យយ៉ាងណាចំពោះជីវិតនិងជំនឿប្រាសាទនាគពួនដែលបានសាងសង់ឡើងនៅចុងសតវត្សទី12ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដែលជាព្រះមហាក្សត្រដ៏ខ្លាំងពូកែនិងមានព្រះទ័យមេត្តាករុណាបំផុតក្នុងប្រវត្តិសាស្ត្រអ្វីដែលពិសេសបំផុតនោះគឺប្រាសាទនេះមិនមែនគ្រាន់តែជាកន្លែងសម្រាប់បូជាតាមបែបសាសនាតែមួយមុខនោះទេប៉ុន្តែវាជាមន្ទីរពេទ្យឬសាលាសំណាក់ព្យាបាលរោគនាសម័យបុរាណបាទអ្នកស្ដាប់មិនច្រឡំទេនាគពាន់គឺជាផ្នែកមួយនៃគម្រោងមន្ទីរពេទ្យចំនួន102ដែលព្រះបាទជ័យវរ្ម័នទី7បានសាងសង់ពាសពេញផ្ទៃប្រទេសប្រាសាទនេះមានទីតាំងស្ថិតនៅលើកោះសិប្បនិមិត្តមួយនៅចំកណ្ដាលបារាយណ៍ជ័យតតាដែលមានន័យថាបារាយណ៍នៃជ័យជំនះពេលអ្នកដើរតាមស្ពានឈើវែងអនឡាញកាន់ផ្ទៃទឹកដើម្បីទៅកាន់ប្រាសាទអ្នកនឹងមានអារម្មណ៍ដូចជាកំពុងចាក់ចែងពីពិភពលោកដ៏មមាញឹកចូលទៅកាន់ទីឋានដ៏ស្ងាត់ស្ងាត់មួយស្ថាបត្យកម្មនៃប្រាសាទនាគពាន់ត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយបំផុតដោយមានស្រះទឹកធំមួយនៅកណ្ដាលនិងស្រះទឹកតូចៗចំនួន4ព័ទ្ធជុំវិញតាមទិសទាំង4តាមជំនឿព្រហ្មញ្ញសាសនានិងពុទ្ធសាសនាមហាយានស្រះទាំងនេះតំណាងឲ្យបឹងអនវត្តៈដែលជាបឹងស័ក្តិសិទ្ធិនៅលើកំពូលភ្នំហ៊ីមពៀនមានទឹកសម្រាប់ព្យាបាលរោគគ្រប់ប្រភេទចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺទម្រង់នៃទឹកដែលហូរចេញពីស្រះកណ្ដាលទៅកាន់ស្រះតូចៗតាមរយៈរូបចម្លាក់ក្បាលសត្វនិងមនុស្សចំនួន4នៅទីខាងកើតគឺក្បាលមនុស្សតំណាងឲ្យធាតុដីនៅទីខាងលិចគឺក្បាលសេះតំណាងឲ្យធាតុខ្យល់នៅទីខាងត្បូងគឺក្បាលតៅតំណាងឲ្យធាតុភ្លើងនៅទីខាងជើងគឺក្បាលដំរីតំណាងឲ្យធាតុទឹកអ្នកវិទ្យាសាស្ត្រនិងអ្នកប្រវត្តិសាស្ត្រជឿថាក្នុងសម័យនោះអ្នកជំងឺនឹងត្រូវគ្រូពេទ្យពិនិត្យមើលថាតើពួកគេមានបញ្ហាលើធាតុណាមួយរួចទើបឲ្យពួកគេទៅងូតទឹកជំរះកាយក្នុងស្រះដែលត្រូវនឹងធាតុនោះនេះភ័យយន្តឲ្យឃើញពីភាពឆ្លាតវៃបំផុតនៃវិស័យវិទ្យាសាស្ត្រខ្មែរបុរាណដែលប្រើប្រាស់ធាតុទាំង4ក្នុងធម្មជាតិមកធ្វើជាឱសថក្នុងការព្យាបាលមនុស្សហើយចូលអ្នកដឹងទេថាហេតុអ្វីបានជាគេហៅថានាគពួនឈ្មោះនេះមកពីរូបចម្លាក់នាគពីរដែលមានខ្លួនព័ទ្ធជុំវិញជើងប្រាសាទកណ្ដាលដោយកន្ទុយរបស់វាចាក់ស្រេះគ្នាទៅវិញទៅមកនាគទាំងពីរនេះមានឈ្មោះថានន្តៈនិងឧបនន្តៈដែលត្រូវបានគេជឿថាជាអ្នកការពារសន្តិសុខដល់ទឹកបឹងដ៏ស័ក្តិសិទ្ធិនេះនៅផ្នែកខាងកើតនៃប្រាសាទអ្នកនឹងឃើញរូបចម្លាក់ដ៏ធំមួយទៀតគឺរូបសេះពាលហៈដែលកំពុងតែហោះហើរហើយមានមនុស្សតោងជាប់យ៉ាងច្រើននេះគឺជាការរំលឹកដល់រឿងព្រេងនៃព្រះពោធិសត្វលោកេសរៈដែលបានក្រឡាខ្លួនជាសេះដើម្បីជួយសង្គ្រោះពាណិជ្ជការដែលលិចកប៉ាល់និងត្រូវបានយ៉ាក់ចាប់ស៊ីសត្វរូបចម្លាក់នេះមិនត្រឹមតែជាសិល្បៈទេប៉ុន្តែវាជានិមិត្តរូបនៃក្តីសង្ឃឹមនិងការជួយសង្គ្រោះមនុស្សឲ្យរួចផុតពីទុក្ខវេទនានៅពេលអ្នកឈរនៅទីនោះក្រោមម្លប់ឈើត្រជាក់ត្រជុំសម្លឹងមើលទៅផ្ទៃទឹកនិងរូបចម្លាក់នេះអ្នកនឹងមានអារម្មណ៍ថាពេលអេលៀដូចជាឈប់ដើរនាគពាន់មិនមែនគ្រាន់តែជាថ្មដែលទម្រួតលើគ្នាទេតែវាជាវិញ្ញាណនៃសេចក្តីស្រឡាញ់ដែលស្ដេចខ្មែរមានចំពោះប្រជារាស្ត្ររបស់ព្រះអង្គសេចក្តីមេត្តាករុណានេះហើយដែលធ្វើឲ្យប្រាសាទនាគពាន់នៅតែមានភាពទាក់ទាញនិងមានមន្តស្នេហ៍រហូតមកដល់សព្វថ្ងៃនេះទោះបីជាពេលវេលាកន្លងផុតទៅរាប់រយឆ្នាំទឹកក្នុងបារាយណ៍ប្រែប្រួលតាមរដូវកាលប៉ុន្តែតំណែងនៃចំណេះដឹងនិងស្មារតីជួយសង្គ្រោះមនុស្សនៅតែដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូបប្រសិនបើអ្នកមានឱកាសទៅលេងខេត្តសៀមរាបកុំភ្លេចចំណាយពេលទៅអង្គុយសម្រាកនៅប្រាសាទនាគពាន់ក្នុងពេលរសៀលដែលព្រះអាទិត្យរៀបលិចពន្លឺពណ៌មាសចាំងលើផ្ទៃទឹកប៉ះនឹងតួប្រាសាទកណ្ដាលបង្កើតបានជាទិដ្ឋភាពដែលស្អាតហួរនិងថ្លៃបានការសិក្សាអំពីប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការចងចាំកាលបរិច្ឆេទទេប៉ុន្តែជាការរៀនសូត្រពីដានជើងនៃភាពរុងរឿងនិងការច្នៃប្រឌិតរបស់បុព្វបុរសយើងខ្ញុំសង្ឃឹមថាការចែករំលែកនៅថ្ងៃនេះនឹងធ្វើឲ្យអ្នកកាន់តែស្រឡាញ់និងមានមោទនភាពទាំងពួកគេដំណែលដូនតាខ្មែរយើងសូមអរគុណសម្រាប់ការតាមដានស្ដាប់ podcast របស់យើងតាំងពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅភាគក្រោយជាមួយនឹងរឿងរ៉ាវអស្ចារ្យថ្មីៗទៀតនៃទឹកដីអច្ឆរិយសម្រាប់ពេលនេះខ្ញុំសូមជូនពរឲ្យអ្នកស្ដាប់ទាំងអស់គ្នាមានសេចក្តីសុខនិងមានសុខភាពល្អសូមជម្រាបលា